នឹងឯមុនពេលដែលលោកអើចូលមកចែករំលែកលោកអើក៏សូមខន្តីអភ័យទោសពីសំណាក់បដិជគុណព្រះសង្ឃគ្រប់អង្គហើយក៏សូមនមស្ការបាយបង្គំទំដេចសង្ឃគ្រប់អង្គបងដែរពិសេសគឺកូនកូនចៅចៅអ៊ំពូមីងពុកម៉ែទាំងអស់ដែលចូលមកស្ដាប់ការចែករំលែកពធរបស់ទូលបង្គំខ្ញុំកណាក្រែងលោមានភាពពេចកម្មឆ្កងជ្រុលជ្រុះហួសសម្ដីកន្លែងណាក្ដីក៏សូមមេត្តាខន្តីអភ័យទោសហើយក៏សង្ឃឹមថានៅរាល់កំហុសទាំងឡាយអស់លោកទាំងអស់នឹងបានជួយកែតម្រូវត្រឡប់មកវិញដើម្បីទូលបង្គំខ្ញុំកណាមានការកែប្រែនៅចំណុចដែលខ្វះខាតនេះហើយក៏សូមសំណូមពរទៅដល់កូនកូនចៅចៅអ៊ំពូមីងពុកម៉ែមិនថានៅទីចិត្តទីឆ្ងាយក្ដីនៅរាល់ការសរសេរនៅពាក្យពេចន៍ទាំងឡាយនៅទីនេះក៏សូមមេត្តាកុំឲ្យនាំគ្នាសរសេរនៅពាក្យទាំងឡាយណាដែលជាការប្រមាថនាំឲ្យប៉ះពាល់ទៅដល់កិត្តិយសព្រះមហាក្សត្ររបស់យើងក៏ដូចជាប៉ះពាល់ទៅដល់កិត្តិយសប្រមុខដឹកនាំរាជរដ្ឋាភិបាលយើងក្ដីសូមមេត្តាកុំឲ្យនាំគ្នាសរសេរជាការប្រមាថនៅទីនេះឬក៏សំណួរណាដែលមានការពាក់ព័ន្ធនឹងនយោបាយផ្លូវមនុស្សលោកដែលគេកំពុងដើរក្ដីក៏ចូលកូនទាំងឡាយនឹងត្រូវសរសេរនៅទីនេះទេពីព្រោះលោកអើចូលមកនេះសម្ដែងតែព្រះធម៌អ្វីដែលពាក់ព័ន្ធនឹងសច្ចធម៌អត្តកម្បាំងលោកអើមិនមានភារកិច្ចណាទៅដោះស្រាយរឿងដំណើររបស់មនុស្សលោកដែលគេកំពុងធ្វើទេពីព្រោះភារកិច្ចមានខុសគ្នាអញ្ចឹងហើយបានជាគេបង្កើតនឹងពុទ្ធចក្រនិងអាណាចក្រនេះឡើងហ្នឹងហើយខាងអាណាចក្រគេដើរផ្លូវផ្សេងអញ្ចឹងទៅខាងពុទ្ធចក្រមានតួនាទីផ្សព្វផ្សាយអប់រំទំលាយនៅសច្ចធម៌អត្តកម្បាំងទាំងឡាយជូនអាណាចក្រទាំងអស់ដែលគ្នាមិនបានបួសនោះឲ្យបានយល់ដឹងអំពីការគោរពឲ្យយល់អំពីអ្វីទៅដែលហៅថាសច្ចធម៌គុណធម៌អំពើល្អបាបបុណ្យខុសត្រូវសខ្មៅឲ្យដឹងអំពីសភាវៈអត្តកម្បាំងទាំងឡាយដែលបកកប់នៅក្នុងនគរកាយរបស់ខ្លួននោះតើសភាវៈទាំងអស់នោះវាធ្វើឲ្យមនុស្សលោកយើងនឹងប្រែប្រួលប្រះចាក់ពីមនុស្សទេវនិងមនុស្សសោនឹងបែបណាដូច្នេះហើយបានជាលោកអើតែងតែចូលមកដើម្បីចែករំលែកការចែករំលែកនេះអ្វីត្បិតថាវាខុសប្លែកពីគ្រប់អង្គដែលបានទេសនាក៏ដោយក៏ប៉ុន្តែសង្ឃឹមថាកូនទាំងអស់មិត្តពធអ៊ំពូមីងដែលបានចូលស្ដាប់ដោយការពិចារណានិងបានយល់ដឹងថាតើទេវកថានេះហើយនឹងគ្រប់នៃការដែលលោកអើបានសម្ដែងនេះលោកអើចង់សម្ដែងអំពីអ្វីអញ្ចឹងពាក់ព័ន្ធនៅក្នុងជំហានដំបូងនេះនឹងហើយកូនទាំងអស់គ្នាដែលនៅមានចម្ងល់អីសួរមកសិនទៅណាសួរមកចោះលោកអើនឹងស្រ័យបំភ្លឺជូនលោកអើសូមមើលសំណួរសិនក្រែងលោកមានសំណួរណាខ្លីកញ្ចនាសុខសប្បាយកូនទៅជាវរៈចូលចម្រើនកូនសុខភាពយោជំរាបសួរលោកអើពីចម្ងាយសាធុកូនសុខសប្បាយចេះរួចលោកអើផ្ទះកូនទុកចោលទៅរកស៊ីតែកូនដាក់កណ្ដឹងខ្យល់នៅមុខផ្ទះក្នុងផ្ទះផ្លូវចូលនឹងកូនដាក់ដុំថ្មមួយដុំនៅទិសព្រះភូមិមិនដែរដាក់ចឹងទៅដើម្បីសង្កត់ផ្ទះណាហ្នឹងហើយនឹងហើយដើម្បីឲ្យកូនទាំងឡាយបានយល់ច្បាស់កាន់តែច្បាស់អំពីរបៀបនៃការគោរពទៅលើជំនឿទាំងឡាយលោកអើសង្ឃឹមថាកូនទាំងអស់គ្នាត្រូវសិក្សាយកនៃការយកពាក្យសម្ដីលោកអើដែលបានចែករំលែកកន្លងមកនោះ
នាំគ្នាទំលាយសច្ចធម៌រៀងខ្លួនឲ្យបានច្បាស់លាស់គ្រប់គ្នាមុនពេលនាំគ្នាដាក់ចិត្តជឿគ្រប់អង្គទេសនាទាំងឡាយដែលកូនទាំងឡាយបានចូលស្ដាប់មិនត្រូវនាំគ្នាដាក់ចិត្តជឿភ្លាមដោយមិនទាន់បានធ្វើការពិចារណាទំលាយសច្ចធម៌នោះទេរួមទាំងអ្វីដែលលោកឪកំពុងតែទេសនានេះផងដែរហ្នឹងហើយព្រោះមួយចំនួនឥឡូវហ្នឹងក៏មានកូនខ្លះប្រហោះតាម TikTok ចោតប្រកាន់គ្នាទៅវិញទៅមកអ្នកខ្លះថាអ្នកនេះទេសនាត្រូវអ្នកនេះថាទេសនាមិនល្អកូនខ្លះទៅក៏ប្រមាថអីសីនេះបួងសំទ្របអីសីនោះចេះចោះចឹងទៅប៉ុន្តែថាអញ្ចឹងវាមានដែរកន្លងមកហ្នឹងវាមានអីសីខ្លះតបោះខ្លះហ្នឹងក៏បួសដើម្បីតែប្រយោជន៍បួសដើម្បីរៀនតាសិលវិជ្ជាអាគមអំនួតអួតអាងតាំងខ្លួនដល់ខ្លួនឯងជាអាទិទេពជាព្រះនេះព្រះនោះអីចឹងទៅវាមានហើយទាំងអស់នេះឯងដែលលោកចង់ចូលមកចែករំលែកឲ្យមិត្តពធអំពូមីងលោកយាយលោកតាសាវកព្រះអង្គមេត្តាចេះថ្លឹងថ្លែងថាតើទង្វើមនុស្សគ្រប់គ្នាដែលបានធ្វើនោះវាសភាវៈអីដែលជំរុញឲ្យបុគ្គលទាំងឡាយនឹងធ្វើឲ្យកើតជាភាពហួងហែងតាំងតួតាំងខ្លួនផ្ដេសផ្ដាស់នោះតើមនុស្សនោះប្រះចាកពីមនុស្សទេវនិងមនុស្សសោនោះដោយសារអីធម្មជាតិទាំង6ដែលនៅក្នុងសម្បកកាយរបស់បុគ្គលដែលកំពុងតាំងតួនោះបច្ចុប្បន្នត្រូវអំណាចចេតសិកឈ្មោះអីខ្លះដែលចូលទៅគ្រប់គ្រងទាំងអស់នេះហើយដែលកូនទាំងឡាយត្រូវនាំគ្នាស្វែងយល់ឲ្យបានច្បាស់លាស់លោកឪតែងតែប្រាប់ទៅកូនទាំងអស់គ្នាមិត្តពធអំពូមីងថាមនុស្សលោកយើងម្នាក់មានធម្មជាតិ7លោកឪសំដែងដដែលដើម្បីចង់ឲ្យកូនទាំងអស់គ្នាយល់កាន់តែច្បាស់ស្គាល់កាន់តែច្បាស់អំពីអ្វីដែលមាននៅក្នុងខ្លួនរបស់យើងមនុស្សគ្រប់រូបនឹងគឺមានធម្មជាតិ7ធម្មជាតិទាំង7នេះមានធម្មជាតិវិញ្ញាណធម្មជាតិវិញ្ញាណហ្នឹងវាមិនមែនមានតែអក្សរវិញ្ញាណនោះទេគឺមានសភាវៈរូបមួយតំណាងរូបកាយមនុស្សដូចខ្លួនយើងនឹងឯងតំណាងឲ្យរូបយើងនឹងឯងវិញ្ញាណហ្នឹងមិនមែនមានតែអក្សរវិញ្ញាណនោះទេណាឲ្យស្គាល់វិញ្ញាណនឹងឯងមានតួនាទីគ្រប់គ្រងលើធម្មជាតិទាំង6គឺគ្រប់គ្រងលើដួងចិត្តគ្រប់គ្រងលើធម្មជាតិបញ្ញាគ្រប់គ្រងលើធម្មជាតិសញ្ញាគ្រប់គ្រងលើធម្មជាតិប្រាជ្ញគ្រប់គ្រងលើធម្មជាតិចេតភូតនិងគ្រប់គ្រងលើធម្មជាតិកាយរបស់យើងទាំងមូលនេះឃើញទេអញ្ចឹងធម្មជាតិទាំង7ហ្នឹងគឺមានរូបរាងកាយពិតប្រាកដដូចសម្បកកាយយើងដែលយើងមើលឃើញនឹងភ្នែកនេះដូចគ្នាឃើញទេអញ្ចឹងធម្មជាតិបន្ទាប់ពីដែលវិញ្ញាណមកគឺដួងចិត្តនេះសំខាន់ជាទីបំផុតដួងចិត្តមានតួនាទីបង្កប់ការគ្រប់យ៉ាងបង្កប់ការទូទៅនៅក្នុងខ្លួនយើងទាំងអស់អញ្ចឹងនៅក្រោមការបង្កប់ការរបស់ដួងចិត្តមានធម្មជាតិអីខ្លះគឺមានធម្មជាតិបញ្ញាធម្មជាតិបញ្ញានេះមិនមែនមានតែអក្សរបញ្ញានោះទេកុំឲ្យនាំគ្នាមិនដឹងណាមិនមែនមានតែអក្សរបញ្ញានោះទេវាមានសភាវៈរូបរាងដែលបញ្ជាក់នៅរូបកាយរបស់យើងពិតប្រាកដដែលយើងមើលឃើញរាល់ថ្ងៃនេះកាយរបស់យើងពិតប្រាកដគឺមានរូបរាងអញ្ចឹងដូចគ្នាទាំងអស់
បន្ទាប់ពីធម្មជាតិបញ្ញាមកធម្មជាតិសញ្ញាធម្មជាតិបញ្ញាហ្នឹងគឺជាតួរូបចិត្តភូតមួយដួងណាដែលចេះដឹងច្បាស់ពិតប្រាកដដឹងរឿងចេះរឿងទូទៅគ្រប់សពប្រការទាំងអស់ហ្នឹងបញ្ញាកុំឲ្យកូនច្រឡំថាមានតែអក្សរមានតែអីមិនមែនទេហើយធម្មជាតិសញ្ញាហ្នឹងក៏ដូចគ្នាដែរមិនមែនមានតែអក្សរទេគឺមានសភាវៈរូបមួយឈរកាន់គឺរូបរបស់យើងហ្នឹងឯងគាត់ថាឈ្មោះនៃរូបរបស់យើងហ្នឹងគឺឈ្មោះសញ្ញាហ្នឹងឯងដែលមានកថាបកិច្ចខាងសម្គាល់ចំណាំការចងចាំនៅអ្វីដែលកើតមានឡើងនៅក្នុងនគរកាយយើងបន្ទាប់ពីធម្មជាតិសញ្ញាមកគឺធម្មជាតិប្រាណធម្មជាតិប្រាណនេះគឺជាធម្មជាតិមួយដែលមានសារៈសំខាន់បំផុតនៅក្នុងធម្មជាតិប្រាណនេះគឺសំដៅទៅលើប្រព័ន្ធដកដង្ហើមប្រព័ន្ធសរសៃប្រសាទកម្លាំងធាតុទាំង4ទឹកដីភ្លើងខ្យល់គឺនៅក្នុងធម្មជាតិប្រាណដែលនៅក្នុងខាងពុទ្ធសាសនាគេហៅថាសង្ខារប្រាណហើយនឹងសង្ខារតែមួយទេណាកុំអីច្រឡំគ្នាអ្នកខ្លះលោកដឹងថាសង្ខារដល់ពេលលោកឪសម្ដែងថាប្រាណនឹងស្អីហ្នឹងហើយធម្មជាតិប្រាណនេះមានកតបកិច្ចផ្សំផ្គុំធម្មជាតិទាំងឡាយឲ្យកើតជារូបរាងកាយរបស់យើងទាំងមូលធ្វើចលនាបានស្អីបានហ្នឹងឯងធម្មជាតិប្រាណមានសារៈសំខាន់ណាស់ហើយធម្មជាតិប្រាណនេះគឺឈរទីតាំងគង់នៅចំផ្ចិតរបស់យើងគ្រប់គ្នានេះឃើញទេកូនមើលអ្នកមានផ្ទៃពោះទៅកូនងាទារកគឺតែងតែបើបៀមនៅផ្ចិតរបស់មនុស្សនឹងគ្រប់គ្នាដើម្បីកើតជារូបរាងដៃជើងដង្ហើមខ្យល់កម្លាំងធាតុអីនៅក្នុងនឹងទាំងអស់នឹងធម្មជាតិប្រាណហើយមានសារៈសំខាន់ណាស់ក្នុងការបំបែកកាយប្រាណនឹងមានតួនាទីបំបែកកាយបំបែកធម្មជាតិទាំងឡាយនឹងគឺធម្មជាតិប្រាណបន្ទាប់ពីធម្មជាតិប្រាណមកគឺធម្មជាតិចេតភូតណែធម្មជាតិចេតភូតនេះគឺជាធម្មជាតិមួយដ៏ពិសេសតែកូនទាំងឡាយត្រូវឆ្វេងយល់ឲ្យបានគ្រប់គ្នាកុំឲ្យនាំគ្នាច្រឡំបោណែធម្មជាតិចេតភូតនេះប្រែថាប្រលឹងហើយក៏ជាកាយទី2បន្ទាប់ពីកាយពិតប្រាកដរបស់យើងនេះដែលយើងមើលឃើញពីភ្នែកយើងអាចមើលឃើញកាយទី2របស់យើងអាចមើលឃើញចេតភូតមើលឃើញប្រលឹងរបស់យើងទៅបានទៅតាមរយៈការយល់សពការសបិនដេកយល់សពយប់ឡើងនោះឯងគឺជាកាយទី2ដែលគេហៅថាចេតភូតហើយពាក្យចេតភូតនេះគឺជាសភាវៈធម្មជាតិមួយដែលមានតួនាទីយ៉ាងសំខាន់ក្នុងការត្រាច់ចរត្រួតពិនិត្យមើលរឿងអត្ថកម្បាំងទាំងឡាយណាដែលធម្មជាតិកាយរបស់យើងនេះមិនដឹងដើម្បីឲ្យយើងដឹងឃើញទេធម្មជាតិចេតភូតប្រៀបដូចជាកាយចិត្តមួយក្នុងការស្រូបចិត្តនៅរឿងអត្ថកម្បាំងមិនថាទីចិត្តទីឆ្ងាយនោះទេដើម្បីមកផ្ដល់ដំណឹងឲ្យយើងបានដឹងថាណែកាយធម្មជាតិកាយឯងត្រូវប្រយ័ត្នស្អែកឯងនឹងមានបញ្ហាអីកើតឡើងណាហើយធម្មជាតិចេតភូតនេះគឺជាធម្មជាតិមួយដែលមានរូបរាងកាយរបស់យើងនេះដូចកាយរបស់យើងនេះបន្ទាប់ពីកាយមើលឃើញហ្នឹងអញ្ចឹងធម្មជាតិចេតភូតហ្នឹងគឺមាន25ចេតភូតក្នុង25ចេតភូតនោះគេបែងចែកជាចេតភូតតូច19ចេតភូតធំ6ដែលចាស់បុរាណកាលយើងតែងតែប្រាប់ក្មេងៗថាប្រលឹងតូច19ប្រលឹងធំទាំង6នោះឯងគឺជាចេតភូតបានថាយើងមានកាយប្រលឹងកាយតូចរបស់យើងនឹងគឺមាន19
ប្រលឹងធំទាំង6ហ្នឹងស្អីគេប្រលឹងធំទាំង6ហ្នឹងគឺគេរាប់ចូលនេះវិញ្ញាណដួងចិត្តបញ្ញាសញ្ញាប្រាណនិងចេតភូតហ្នឹងឯងគេដែរ6ហ្នឹងវិញ្ញាណធំទាំង6ហ្នឹងហើយវិញ្ញាណធំទាំង6ហ្នឹងឯងដែលយើងត្រូវតែប្រុងប្រយ័ត្នកុំឲ្យវាបាត់បង់អញ្ចឹងតួនាទីសំខាន់ក្នុងពេលនេះដែលឲ្យចង់ឲ្យកូនទាំងអស់គ្នាបានឆ្វេងយល់គឺតួនាទីចេតភូតហ្នឹងហើយចេតភូតធម្មជាតិចេតភូតទាំង25រូបរបស់យើងមានអានុភាពខ្លាំងក្លាណាស់ហើយធម្មជាតិនីមួយៗរបស់យើងទាំង6ដែលមាននៅក្នុងសម្បកកាយរបស់យើងនេះដើមឡើយគឺសុទ្ធតែជាធម្មជាតិដែលមានសិលបរិសុទ្ធខ្ជាប់ខ្ជួនល្អទាំងព្រមគ្រប់ធម្មជាតិដែលគេឲ្យតម្លៃថាជាមនុស្សសទេវោឬក៏មនុស្សសោមនុស្សពីដើមមកកើតមកចាស់ពីកំណើតមកមុនគេនៃការចាប់ដើមនៃមនុស្សនោះគឺធម្មជាតិទាំង6ដែលនៅក្នុងសម្បកកាយរបស់ពួកគាត់គឺពោពេញទៅដោយសិលខ្ជាប់ខ្ជួនល្អផូរផង់គ្រប់ធម្មជាតិឃើញទេដែលគេឲ្យតម្លៃថាជាមនុស្សសទេវោនិងមនុស្សសោមានន័យថាជាមនុស្សដែលបរិសុទ្ធត្រឹមត្រូវម៉ត់ម៉ងជាមនុស្សដែលស្គាល់ខ្លួនឯងច្បាស់ពិតប្រាកដជាមនុស្សដែលមិនចាត់ទុកនរណាជាសត្រូវជាមនុស្សដែលមិនទឹះគេទឹះឯងជាមនុស្សដែលមិនចេះច្រណែនឈ្នានីសនេះជាមនុស្សដែលមិនចេះប្រមាថមាក់ងាយនរណាទេគឺសុទ្ធតែជាមនុស្សឲ្យតម្លៃជីវិតសត្វទាំងឡាយមានតម្លៃគ្រប់ជីវិតឃើញទេណែធម្មជាតិទាំង6របស់មនុស្សកន្លងឡើងដែលរាប់តាំងពីវិញ្ញាណរហូតដល់ដួងចិត្តបញ្ញាសញ្ញាប្រាណចេតភូតនិងកាយហ្នឹងឯងយល់ចឹងហើយពាក្យថាចេតភូតនេះឯងពាក្យចេតភូតនេះគេប្រើនៅពេលណាដែលចេតភូតនោះមានសម្បកកាយជ្រកកោនតែបើសិនជាចេតភូតនោះកាយរបស់យើងស្លាប់រលាយសូន្យសងអស់ទៅចេតភូតនោះមិនត្រូវបានគេហៅថាចេតភូតទៀតទេគេហៅថាចេតសិកមានន័យថាជាប្រលឹងដែលគ្មានសម្បកកាយជ្រកកោនដោយចេតភូតទេចេតសិកហ្នឹងហើយពាក្យចេតសិកនេះវាកើតមានចំពោះបុគ្គលទាំងឡាយណាដែលស្លាប់មុនអាយុមុនធម្មជាតិនៃសច្ចធម៌កំណត់ពីព្រោះគ្រប់មនុស្សលោកទាំងឡាយដែលបានសម្អាតបាបកម្មខ្លួនឯងពីជាតិមុនគ្រប់គ្នាមានវាសនាមកកើតជាមនុស្សក្នុងបច្ចុប្បន្នជាតិនេះគឺសុទ្ធតែជាបុគ្គលដែលបានសម្អាតបាបកម្មខ្លួនឯងរួចរាល់គ្រប់មនុស្សហើយមកកើតជាមនុស្សនេះគឺត្រូវតែធ្វើដំណើរទៅតាមច្បាប់ធម្មជាតិគឺអាយុ100គ្រប់មនុស្សតែបើសិនជាមនុស្សណាមួយដែលបានកើតមកជាមនុស្សធ្វើប្រហែលមិនបានដឹកនាំខ្លួនឯងឲ្យដើរឆ្លងផុតទៅដល់អាយុ100ទេបែរជាស្លាប់មុនអាយុមានន័យថាបុគ្គលនោះស្លាប់ដោយអំណាចចិត្តសត្វដែលឈរកាន់ដោយប្រលឹងព្រាយបិសាចអរៈផងទាំងពួងដែលប្រលឹងទាំងអស់នោះនៅវិលវល់កែងតោនៅឋានកណ្ដាលរាប់រយលានប្រលឹងនៅក្នុងអបាយភូមិទាំង4នៅក្នុងឋានកណ្ដាលនៃមនុស្សនេះឯងណាឲ្យយល់ច្បាស់អំពីចេតសិកនិងចេតភូតនិងពាក្យប្រលឹងកុំឲ្យដូចកូនមួយចំនួនគាត់និយាយថានាំគ្នាទៅជឿអាការសក់សនឹងទៅនិយាយឡើងប្រលឹងនិយាយឡើងចេះនិយាយឡើងចោះពួកគាត់គ្មានប្រលឹងអីនៅនឹងទេណាវាទៅជាចឹងទៅវិញលោកឪនិយាយប្រលឹងគាត់អត់យល់គាត់អត់ជឿដល់ពេលនិយាយចេតសិកបានគាត់ជឿគាត់យល់អានឹងវាចឹងណាអញ្ចឹងសូមកូនទាំងអស់គ្នាកុំឲ្យច្រឡំបល់ពាក្យថាចេតភូតប្រែថាប្រលឹង
នៅពេលណាដែលសម្បកកាយរបស់មនុស្សស្លាប់ទៅធម្មជាតិចិត្តភូតប្រលឹងហ្នឹងប្រកាសជាអត់មានសម្បកកាយច្រកកោនទេវានឹងคล้ายទៅជាចេតសិកដែលគេហៅថាប្រលឹងចេតសិកហើយក៏វាមានឈ្មោះរបស់វាមួយគ្រប់អរិញ្ញាប្រលឹងណាធម្មជាតិចេតភូតរបស់យើងគឺមាន25